សិទ្ធិនិងករណីកិច្ចរបស់ឪពុកម្ដាយដែលមិនរស់នៅជាមួយកូនមាត្រា1040 1041 1042ក្រមរដ្ឋវិន័យឪពុកម្ដាយដែលបានលែងលះគ្នាឬដែលបានទទួលស្គាល់កូនហើយមិនមានអំណាចមេបាលើកូនមានសិទ្ធិដូចខាងក្រោមជួបនិងប្រាស្រ័យតាក់ទងជាមួយកូនចំណាយលើសហួយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាទាមទារឲ្យអ្នកដែលមានអំណាចមេបារាយការណ៍អំពីស្ថានភាពរបស់កូនលើកលែងតែករណីដែលមានភាពចាំបាច់បន្ទាន់ត្រូវតែពិភាក្សាអំពីចំណុចដែលតាក់ទងនឹងកូនដូចខាងក្រោមការអប់រំរបស់កូនដែលហួសពីកម្រិតនៃកាតព្វកិច្ចអប់រំដែលជាករណីកិច្ចកំណត់ដោយច្បាប់ការផ្លាស់ប្ដូរទីសំណាក់របស់កូនពីខេត្តក្រុងមួយទៅខេត្តក្រុងមួយទៀតវិជ្ជាជីវៈឬអាជីវកម្មរបស់កូនសកម្មភាពព្យាបាលកូនដែលតាក់ទងដល់អាយុជីវិតរបស់កូនសិទ្ធិនិងករណីកិច្ចរបស់ឪពុកម្ដាយដែលមិនរស់នៅជាមួយកូនមាត្រា1040 1041 1042ក្រមរដ្ឋវិន័យតចប់ការចាត់ចែងទ្រព្យសម្បត្តិសំខាន់របស់កូនចំណុចសំខាន់ផ្សេងទៀតដែលតាក់ទងនឹងការគ្រប់គ្រងថែរក្សាកូននិងទ្រព្យសម្បត្តិរបស់កូនរបៀបនៃការចូលជួបនិងការប្រាស្រ័យតាក់ទងជាមួយកូនការចំណាយសហួយដែលចាំបាច់ដែលទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូននិងការកំសាន្តនិងភាពញឹកញាប់នៃការរាយការណ៍អំពីស្ថានភាពរបស់កូននិងចំណុចដែលបានរៀបរាប់ខាងលើត្រូវតែមានការព្រមព្រៀងគ្នារវាងម្ដាយនិងឪពុកក្នុងករណីពុំមានការព្រមព្រៀងគ្នាទេតុលាការត្រូវសម្រេចនិងពិចារណាដូចខាងក្រោមត្រូវយកឧត្តមប្រយោជន៍កុមារជាអាទិភាពប្រសិនបើសម្រេចអំពីរបៀបនៃការចូលជួបនិងការប្រាស្រ័យតាក់ទងជាមួយកូនតុលាការត្រូវគិតពិចារណាទៅលើស្ថានភាពជីវភាពនិងស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកនិងម្ដាយដើម្បីសម្រេចលើការចំណាយលើសហួយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូន